សូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមណែនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនានៅទេសភាពខ្លះៗពីកន្លែងធ្វើការចានេះគឺជាបន្ទប់ office បងប្អូនទាំងអស់គ្នាដែលរៀបចំបែបនេះមានដើមឈើតូចធំហើយដើមឈើនេះគឺល្អខ្លាំងមែនទែនបងប្អូនសូម្បីតែស្លឹកហ្នឹងក៏អត់មានធូលីដែរដោយសារតែយើងជូតមួយអាទិត្យគឺ2ដងរៀងរាល់ថ្ងៃពុធនិងថ្ងៃសៅរ៍បងប្អូនទាំងអស់គ្នាអញ្ចឹងហើយមើលទៅគឺស្អាតហើយ clean ខ្លាំងមែនតើបន្ទាប់ពីហ្នឹងគឺនាំបងប្អូនទៅទស្សនានៅទេសភាពជាប់ផ្ទះបាយកន្លែងញ៉ាំអាហារបងប្អូនទាំងអស់គ្នាដែលមានលម្អនៅផ្កាកដាស់ចាផ្កាកដាស់ហ្នឹងគឺមានពណ៌ច្រើនមុខដែរបងប្អូនទាំងអស់គ្នាមានពណ៌សចាមានពណ៌ផ្កាឈូកហើយយើងដាំខាងមុខហ្នឹងគឺមួយជួរតែម្ដងចាមានពណ៌ក្រហមចាគឺមាន3 4ពណ៌ដែរហើយខ្យល់បក់មករវិចរវិចស្អាតខ្លាំងមែនតើបន្ទាប់មកទៀតសូមបងប្អូនទស្សនារូបភាពខាងក្នុងអញ្ចឹងរូបភាពខាងក្នុងនេះគឺយើងមានកង្ហារជាមួយនឹងតុញ៉ាំបាយកៅអីហើយក៏នេះគឺជាតុដែលឆ្នៃបងប្អូនទាំងអស់គ្នាឆ្នៃពីឈើដែលយើងមានជើងតម្រគឺសិតតែឈើទាំងអស់ហើយយើងវាយថ្នាំស្លាច់ឲ្យអាឡូងហើយសម្រាប់ទាំងរូបភាពនេះគឺបានដាក់តាំងតាមផ្នែកនីមួយៗជុំវិញព័ទ្ធជុំវិញនឹងទាំងអស់អានេះគឺតុធំបងប្អូនទាំងអស់គ្នាតុឈើដែរហើយសម្រាប់គំនូរនេះគឺជាការធ្វើដោយផុសបងប្អូនទាំងអស់គ្នាគំនូរផុសតែខ្ញុំអត់ដឹងថាប្រភេទគំនូរនេះគេហៅគំនូរអ្វីទេដោយសារតែធ្វើឡើងមកគឺទឹកថ្នាំហើយបានគូសមកគឺលក្ខណៈថាថ្នាំប៉ុន្តែបែបជាគំនូរផុសអញ្ចឹងបងប្អូនអញ្ចឹងហើយមើលទៅគឺស្រស់ស្អាតខ្លាំងមែនតើហើយអត់មានស្លេកអត់មានស្លក់ពណ៌អីទេគឺនៅតែប៉ុណ្្នឹងឯងហើយក៏អត់មានកញ្ចក់ដែរគឺតែរូបទទេនឹងឯងរូបទទេហើយសុំពណ៌ខ្មៅតែអត់មានកញ្ចក់នៅខាងលើទេណាបងប្អូនអញ្ចឹងគឺស្អាតខ្លាំងមែនតើបងប្អូនរស់រវើកតែម្ដងមើលកន្លែងណាក៏អត់ដូចថាយើងគូសដោយថ្នាំពណ៌ទេអាហ្នឹងគេហៅ painting បងប្អូនហើយអានេះគំនូរផ្ទាំងនេះគឺគំនូរគូសដោយនៅលើกระดาษបងប្អូនអញ្ចឹងសៀមរៀបកវត្តហើយថ្ងៃមានផ្ទះនេះគឺជាផ្កាឈូកដែលតំណាងឲ្យប្រទេសយើងគឺមានផ្កាឈូកបងប្អូនអរគ្នាហើយនេះគឺជាKTV បងប្អូនមិនមែន KTV គឺខារ៉ាអូខេមួយឈុតតែម្ដងមានបាសមានកន្លែងកំងបតភ្លេងមានទូទស្សន៍សម្រាប់ច្រៀងហើយនេះម្ហូបនេះគឺអាហារពេលថ្ងៃត្រង់ហើយមាន4មុខអញ្ចឹងខ្វះមួយមុខទៀតបងប្អូនហើយបន្ទាប់មកទៀតកាន់តែពិសេសបងប្អូនមកទស្សនានៅនេះតុឈើនេះក្លឹមសុតសាតែម្ដងក្លឹមដើម7ទឹកបងប្អូនអរគ្នាលើកគ្នា20 30នាក់អត់រួចទេមានកិលហ្នឹងកិលមាំរួចហើយសម្រាប់ឈើអង្គុយនេះក្រហមនេះក៏ក្លឹមដែរបងប្អូនទាំងអស់គ្នាគាត់អត់ចោលទេគាត់មកឆ្នៃដាក់ស្លាច់ថែមទៅលោងលើកយកមកអង្គុយគឺពិនិត្យខ្លាំងមែនតើបងប្អូនទាំងអស់គ្នាអញ្ចឹងហើយគឺពិនិត្យខ្លាំងណាស់ហើយមើលទៅពិតជាមានសោភ័ណភាពការច្នៃប្រឌិតណាហើយមានដើមឈើនៅលើហ្នឹងមួយថោមកហើយក៏មានការញ៉ាំកាហ្វេការលេងអុកអីគឺអាចលេងបានតុកហ្នឹងហើយដាក់បានគ្នាច្រើនអ្នកបងប្អូនចន្លោះពីមនុស្ស10ទៅ20នាក់បើយើងអង្គុយក្បែរគ្នាចា៎ហើយវីដេអូសូមបញ្ចប់ត្រឹមនេះសូមអញ្ញាតគ្រប់នឹងជម្រាបលាជួបនឹងខ្ញុំវីដេអូក្រោយ